មូលហេតុដែល Binance ទទួលបានលេខ1ក្នុង CoinDesk Benchmark ឆ្នាំ2025សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងរៀនអំពីបាយការណ៍ដ៏សំខាន់បំផុតមួយក្នុងឧស្សាហកម្មគ្រីបតូគឺ CoinDesk Exchange Benchmark ឆ្នាំ2025របាយការណ៍នេះគឺជាការត្រួតពិនិត្យសុខភាពពេញលេញលើ Exchange នៅទូទាំងពិភពលោកវាមើលថាតើ Platform មួយណាខ្លាំងតើ Platform មួយណាមានភាពថ្លៃថ្នូរតើ Platform មួយណាសុវត្ថិភាពនិង Platform មួយណាកំពុងខ្សោយរបាយការណ៍នេះមិនមែនជាការផ្សព្វផ្សាយទេមិនមែនជាការដាក់ពិន្ទុដោយចិត្តគូសប៉ាន់ទេវាជាការវិតម្លៃដោយទិន្នន័យពិតដើម្បីជួយអ្នកប្រើស្គាល់ថាតើ Exchange មួយណាគួរជឿទុកចិត្តបំផុតក្នុងឆ្នាំនេះ Binance ទទួលបានចំណាត់ថ្នាក់លេខ1ពិភពលោកជាមួយពិន្ទុ A ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុត Binance ក៏ទទួលបានលេខ1ក្នុង Spot និង Derivatives ផងដែរCoinDesk Benchmark ពិនិត្យលើជាង50កត្តាដូចជា Liquidity គុណភាពទីផ្សារសុវត្ថិភាពភាពថ្លៃថ្នូរ Proof of Reserves ការអនុលោមច្បាប់ស្ថិរភាពប្រតិបត្តិការនិងប្រវត្តិនៃហេតុការណ៍អវិជ្ជមានគោលបំណងគឺជួយឲ្យអ្នកប្រើដឹងថាតើ Exchange មួយមានសុវត្ថិភាពនិងរឹងមាំនៅទល់ឲ្យភាពណាដល់ណារបាយការណ៍បានបង្ហាញថា Binance ទទួលបានពិន្ទុ 93.4 សម្រាប់ Spot និង 93.515 សម្រាប់ Derivatives ដែលជាពិន្ទុខ្ពស់បំផុតក្នុងឧស្សាហកម្ម Binance គឺជាគេតែមួយដែលមានពិន្ទុលើស90ទាំងពីរប្រភេទនេះបង្ហាញថា Binance គឺជាមេដឹកនាំលើ Liquidity ការបញ្ចូលបញ្ជាទិញលឿនតម្លៃរលូននិង Slippage ទាប Liquidity ខ្លាំងមានន័យថាការទិញលក់របស់អ្នកប្រើត្រូវបានប្រតិបត្តិយ៉ាងរហ័សមិនមានតម្លៃលោតច្រើននិងឲ្យអ្នកប្រើទទួលបានតម្លៃល្អBinance ក៏មានពិន្ទុខ្ពស់លើសុវត្ថិភាពនិងភាពថ្លៃថ្នូររបាយការណ៍បង្ហាញថា Binance មានប្រព័ន្ធសុវត្ថិភាពរឹងមាំការការពារទិន្នន័យល្អ Proof of Reserves តម្លាភាពខ្ពស់និងការអនុលោមតាមបទបញ្ញត្តិពិភពលោកវាសមស្របដូចជាស្ថាប័នហិរញ្ញវត្ថុមិនមែនជា Platform ជួញដូរតូចទេរបាយការណ៍បានបង្ហាញដំណឹងល្អសម្រាប់ឧស្សាហកម្មទាំងមូលដែល Exchange ជាង 60% កំពុងប្រតិបត្តិដោយតាមច្បាប់ Exchange ជាងពាក់កណ្ដាលមាន Proof of Reserves ច្បាស់លាស់1/3មានរបាយការណ៍ Audit ហេតុការណ៍ Hack ធ្លាក់ចុះខ្លាំងហើយការខាតបង់សរុបមានត្រឹម62លាន USD និងមិនប៉ះពាល់លើ Exchange កម្រិតខ្ពស់ទេចំនួន Exchange ដែលទទួលបានចំណាត់ថ្នាក់ A ក៏កើនពី4ទៅ8នេះបញ្ជាក់ថា Exchange កំពុងប្រកួតលើសុវត្ថិភាពភាពថ្លៃថ្នូរ Compliance និងការការពារអតិថិជនការប្រកួតនេះធ្វើឲ្យឧស្សាហកម្មកាន់តែប្រសើររបាយការណ៍ក៏និយាយអំពីអនាគត Centralized Exchange នឹងភ្ជាប់ខ្លួនជាមួយ Blockchain កាន់តែខ្លាំងដោយមាន Custody សម្រាប់ស្ថាប័នការបង់លុយក្រៅ Exchange ការតំណាងទ្រព្យ Token និង Interoperability ជាមួយ DeFi Binance កំពុងវិនិយោគលើ Infrastructure ទាំងនេះសរុបមក Binance ទទួលបានលេខ1ពិភពលោកក្នុង CoinDesk Exchange Benchmark Binance មានពិន្ទុខ្ពស់ក្នុង Spot និង Derivatives មាន Evading សុវត្ថិភាពខ្ពស់ភាពថ្លៃថ្នូរល្អនិង Liquidity រឹងមាំរបាយការណ៍នេះគឺសម្រាប់ការអប់រំមិនមែនជាការណែនាំវិនិយោគទេរួចបំពេញកូដដើម្បីយករង្វាន់ MRE ដំបូងបងប្អូនចូលទៅកាន់ Play Store ឬក៏ App Store បន្ទាប់មកសរសេរពាក្យថា Binance ដូចដែលខ្ញុំបានសរសេរនេះបន្ទាប់មកចុច Download ចុច Allow តាមដែលដាក់ឲ្យនេះរួចចុចយកខាងក្រោមគេបន្ទាប់មកបំពេញលេខទូរស័ព្ទឬក៏ Email បើសិនជាចេញមកបែបនេះចុចតាមបែបនេះយើងដាក់លេខទូរស័ព្ទរួចយើងចុច Tick រួចចុច Next ពេលនោះសារវានឹងលោតទៅកាន់ទូរស័ព្ទរបស់បងប្អូនជាលេខ5មួយខ្ទង់បន្ទាប់មកយកលេខ5មួយខ្ទង់មកបំពេញរួចវានឹងឲ្យយើងបង្កើតលេខកូដត្រូវតែមានអក្សរធំអក្សរតូចលេខសញ្ញាដល់ចំណុចនេះសំខាន់បំផុតគឺយើងត្រូវចុច Yes រួចបំពេញកូដដើម្បីយករង្វាន់ MREA បន្ទាប់មកបងប្អូនដាក់អត្តសញ្ញាណប័ណ្ណឬបានបើកបរកណ្ដាលគេឬក៏យើងប្រើជា Passport បងប្អូនមានអីដាក់នឹងដើម្បីបង្កើតគណនីឲ្យផ្ទាល់ខ្លួនរបស់យើងអាចចុចខាងក្រោមដើម្បីដាក់ខាងលើកទាំងខាងមុខមានរូបថតខាងក្រោមទាំងអត់រូបថតបន្ទាប់មកយើង Scan មុខតាមគេណែនាំមានងាកឆ្វេងស្ដាំព្រិចភ្នែកនិងចំហមាត់ជាដើមតាមរូបគេបង្ហាញ